บซัวស្ដីនៅដល់គ្នាថ្ងៃហ្នឹងគឺយើងនឹងធ្វើវីដេអូទៅចំការវិញម្ដងហើយចំការដែលខ្ញុំទៅនេះដែរគឺចំការអូមដែលស្ថិតនៅភូមិយ៉ាមើលទៅទឹកមុខរបស់ក្មួយរបស់ខ្ញុំគឺដឹងឲ្យថាសប្បាយខ្លាំងប៉ុណ្ណាហើយនេះទេសភាពនៅតាមផ្លូវដោយសារតែយើងទៅពេលព្រឹកអញ្ចឹងទេសភាពគឺឃើញអាប់ហើយនឹងពពកច្បាស់ខ្លាំងមែនទេតែតែយើងទៅពេលព្រឹកអញ្ចឹងគឺយើងឃើញពពកវាអាប់ពីហួរមកហើយឥឡូវនេះក៏យើងបានមកដល់ចំការហើយមើលតើទេសភាពនៅចំការទៅគឺដងឲ្យស្អាតខ្លាំងមែនទេយើងបានមកដល់ចំការក៏យើងមិនបងយូរដែរហើយយើងយកខ្ញុំដឹងអាហ្នឹងគេហៅអីគេហើយយើងហ្នឹងក៏ខ្ញុំអត់ដឹងថាជនជាតិខ្មែរគេហៅថាម៉េចទេណាប៉ុន្តែបើសិនជាជនជាតិច្រាយគឺគេហៅថាម៉ាណៃនេះគេច្រូតស្រូវបដៅគេនិយាយដើមសង្សារចាស់គេបដៅតែខ្ញុំអត់ដឹងថាសង្សារចាស់អីណាគេខ្លះទេលោកអើយច្រូតស្រូវប្រហែលជាបានមកសតុគេក៏ឲ្យផ្លែចម្ពោះយើងហូបអ្នកមកច្រូតស្រូវហ្នឹងគឺសិតតែជាបងប្អូនអ្នកចិត្តខាងនេះគឺជាកូនម្ចាស់ចំការហើយអត់ដឹងថាបែបនិយាយអីគេណាបានជាទៅវាយក្បាលគេផ្លេចបាត់អីកាលហ្នឹងហើយនេះយើងបានជ្រុលហើយយើងក៏ជញ្ជូនទៅកន្លែងនោះអត់ដឹងកន្លែងណាឥឡូវហ្នឹងយើងក៏ជញ្ជូនហើយយើងក៏មកផឹកទឹកអីសម្រាប់ហើយក៏យើងក៏មកបោកស្រូវយើងតទៀតហើយម៉ាស៊ីននេះដែរគឺជាម៉ាស៊ីនខ្នាតទូចធ្វើបាច់គ្រួសារលក្ខណៈគ្រួសារយើងអានេះគឺដោយសារតែស្រូវនឹងកន្លែងហ្នឹងគឺវាទូចចឹងទៅពួកយើងច្រូតស្រូវប្រហែលជាហើយម៉ោង1ម៉ាស៊ីនហ្នឹងគឺល្អខ្លាំងហ្មងអ្នកដែលមកហ្នឹងក៏រៀងច្រើនដែរហើយដល់ថ្នាក់ស្រូវនឹងអត់សល់ដល់ម្ចាស់ចំការនៅពេលដែលយើងមកចំការគេគឺគេនឹងឲ្យយើងម្នាក់មួយកផាហើយនៅពេលដែលគេមកចំការយើងក៏យើងនឹងឲ្យគេម្នាក់មួយកផាវិញអានេះគឺជាប្រពៃណីមួយសម្រាប់បងប្អូនជនជាតិដើមភាគតិចតែខ្ញុំមិនដឹងថាភូមិគេអញ្ចឹងដែរបើសិនជាភូមិខាងបងប្អូនធ្វើអញ្ចឹងដែរជួយខមមិនប្រាប់ផងត្រង់នេះគឺដោយសារតែយើងដាក់ស្រូវច្រើនពេកអញ្ចឹងទៅវាស្ទះវាជាប់គ្នាបែបហ្នឹងហើយឥឡូវហ្នឹងគេកំពុងតែដេញខ្ញុំឲ្យទៅធ្វើបុកល្ហុងប៉ុន្តែខ្ញុំអត់ចេះបុកល្ហុងផងគេឲ្យធ្វើខ្ញុំចេះតែធ្វើទៅធ្វើមិនឲ្យតែបានគេហូបទៅបានហើយបុកល្ហុងរបស់យើងក៏បានហើយក៏យកទៅឲ្យគេហូបតែខ្ញុំមិនដឹងថាឈានឬក៏អត់ទេព្រោះខ្ញុំអត់ហូបផងសូម្បីតែក្មួយរបស់ខ្ញុំក៏គាត់ហូបដែរដោយសារខ្ញុំដាក់ម្ទេសច្រើនក៏គាត់នៅតែហូបចាំមើលទៅទៀតគាត់ដាក់មេដៃថាឆ្ងាញ់ខ្ញុំសួរថាឆ្ងាញ់ណាស់គាត់ថាឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានបាយបាយ